Facebook របស់បងប្អូនអាសាគាំងមែនទេមើល comment អត់បានមែនទេនេះគឺមកពីដោយសារ Facebook របស់បងប្អូនអត់បានអាប់ដេតថ្មីសម្រាប់បងប្អូនដែលប្រើ Android ដែលមាន Facebook ស៊េរីចាស់ឬក៏ Facebook ដែលអត់បានអាប់ដេតថ្មីនៅប្រឈមមុខនៅបញ្ហាអាសាគាំងឬក៏មើល comment អត់បានឬក៏វាយពាក្យ comment ទៅដទៃទៅវាអត់លោតឲ្យយើងឃើញនេះហើយគឺមកពី Facebook យើងនៅស៊េរីតាអត់បានអាប់ដេតទេចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អំពីវិធីសាស្ត្រដើម្បីទាញយក version ថ្មីរបស់ Facebook ដើម្បីឲ្យដំណើរការល្អជាងមុនហើយរលូនជាងមុនឡើងវិញបាទមើលបងប្អូនជំរាបដំបូងបងប្អូនចូលទៅមើល version របស់ Facebook សិនតើ Facebook បងប្អូនដែលកំពុងប្រើនឹងមាន version ប្រហែល version ចុងក្រោយបាទតោះចូលទៅ Facebook សិនបាទតមកទៀតបងប្អូនចុចនៅកន្លែងនេះ tray 3នេះណាចុចនៅកន្លែង tray 3បាទតទៀតបងប្អូនអស់ឡើងលើហើយចុចយកពាក្យ setting and privacy បន្តមកទៀតបងប្អូនចុចនៅពាក្យ setting បាទ setting អស់ឡើងលើបងប្អូនអស់លើអស់ហើយមើលពាក្យ about បាទនេះតើ vision Facebook របស់បងប្អូន vision ប្រហែលនេះគឺជា vision ចុងក្រោយដែលខ្ញុំទើបអាប់ដេតថ្មីនេះហើយជាប្រហែលនាទីមុននេះទេតើ Facebook បងប្អូននៅ vision ប្រហែលបើសិនបើ vision 554ឬក៏555ជា vision ទៀតហើយដូច្នេះនេះហើយជាមូលហេតុដែលធ្វើឲ្យបងប្អូនមានបញ្ហានៅក្នុងការ comment មើលអត់ឃើញឬក៏វាយពាក្យ comment ទៅយើងមើលយើងបិទឬក៏វាហើយឬក៏វាស្ពឹកវាទួដោយសារតែនៅក្នុង Play Store វាអត់ទាន់បញ្ចេញនៅ vision ថ្មីទេយ៉ាងយូរបំផុតក៏ពី3ថ្ងៃទៀតដែរអញ្ចឹងយើងចូលទៅ update ឲ្យទៅឲ្យបានមុននឹងចេញនៅក្នុង Play Store អញ្ចឹងវិធីចូលទៅទាញ vision ថ្មីរបស់ Facebook តោះយើងចូលទៅក្នុងជ្រុំបាទបងប្អូនចូលទៅក្នុងជ្រុំហើយវាយមើលពាក្យថា APK mirror បាទ mirror បងណាបាទនេះចូលទៅឯណាក៏បានដែរមកចូលមកបាទតន្តែបងប្អូនចូលនៅកន្លែងខាងលើនេះបាទចុចនៅពាក្យ mirror ហ្នឹងមកបាទហើយបើសិនក្នុងករណីវាលោតទាំងពាណិជ្ជកម្មមកអញ្ចឹងណាមករងចាំបន្តិចទៅអូវាចោលទៅបាទអូវាចោលតទៅទៀតបងប្អូនចូលទៅក្នុង search វាយពាក្យថា Facebook បាទហើយយើងយកពាក្យ search មកវានឹងឲ្យយើងទៅមើល Facebook បាទគ្រប់ version ទាំងអស់ហើយយើងមើលបាទបន្តទៀត Facebook ទី1មាន vision ខ្ពស់ជាង vision របស់យើងចាស់ដែលយើងមើលមិនទេបាទបើសិនមក Facebook បងប្អូន vision ចាស់ដូចជាសេរីពួកនេះ beta platform នេះណានេះ platform 533 553ហើយនិង platform 556បាទនេះ live ណា Facebook live ទេបងប្អូនបាច់យកទេអានេះ Facebook ដែរ beta platform ដែរប៉ុន្តែ555អញ្ចឹងFacebook ដែលយើងកំពុងប្រើនៅក្នុង vision មួយណា555ឬមួយ556បើសិននៅក្នុង555អញ្ចឹងបងប្អូននេះមិនបាច់ទាញយកទេគឺរបស់ចាស់របស់យើងទេអញ្ចឹងយើងមកថ្មីណានេះ556ណា007អញ្ចឹងបងចុចលើនឹងមកបាទបិទ close ចេញចាបន្តទៀតបងប្អូនអស់ឡើងលើបាទនេះរកមើលពាក្យកន្លែងនេះណាបងប្អូនកន្លែងនេះហើយយើងមើលទៅលើ platform ឬក៏ APK ណាយើងយកពាក្យ APK នេះបាទហើយយកខាងលើគេហ្នឹងបាទកុំយកខាងក្រោមណាយកខាងលើគេវាព្រោះជា file APK ដែលយើងអាច support បានអញ្ចឹងយើងយក APK បាទចុចលើវាមកតទៅទៀតបងប្អូនចុចយកពាក្យថា download នេះបងប្អូនណាយកកន្លែងនេះ download អញ្ចឹងដែលសារខ្ញុំបាន download ហើយអញ្ចឹងបងប្អូនចុច download មកក្រោយពីបងប្អូន download ហើយបងប្អូនចូលទៅក្នុង file manager បាទចូលទៅក្នុង file manager មក file ឬក៏ file manager នៅលើ Android ណាបាទតទៅទៀតបងប្អូនចូលទៅកន្លែង reason នេះបាទហើយយើងមើល Facebook ដែលកំពុងតែdown ហើយបងប្អូនគាត់តែចុច set up លើវាមកវាឲ្យយើង update ហើយបាទហើយយើង update ហើយយើងត្រឡប់មកបើក Facebook របស់យើងវិញវាដំណើរការធម្មតាវិញហើយបាទអញ្ចឹងនៅពេលដែលយើងដំណើរការហើយបងប្អូនចុចទៅមើលកន្លែង tray 3 ដដែលចូលទៅមើលupdate status ចុងក្រោយរបស់ Facebook ហ្នឹងតើវាលោតមក vision ដែលយើងកំពុង download មិញទេបាទនេះវាលោតមកគឺ556គឺ last update ចុងក្រោយដែលយើងលេងជួបប្រទះឬក៏លេងមានបញ្ហាអីទៅលើ Facebook ហ្នឹងហើយបាទអរគុណច្រើនកុំភ្លេច follow like comment ពីស្អល់មកចោលណាខ្ញុំនៅព្យាយាមរកមេរៀនថ្មីៗសម្រាប់បែងចែកលេខទៅដល់បងប្អូនបន្តទៀតបាទអរគុណច្រើន